chẳng ngày nay dương châu mê riêng tí phí bà đại mê riêng tí phí bảo dương nó cứ dươngจะแจกគ្នាតាក់ទងជាមួយនឹងការប្រកបបាទការប្រកបព្យញ្ជនៈភាសាអង់គ្លេសជាមួយនឹងស្រៈនៃភាសាអង់គ្លេសណាចឹងហើយនេះគឺយើងចូលប្រកបម្សិលមួយថ្ងៃយើងបានសិក្សាតាក់ទងជាមួយនឹងស្រៈម្សិលមិញយើងបានសិក្សាតាក់ទងជាមួយនឹងព្យញ្ជនៈរបស់ភាសាអង់គ្លេសអញ្ចឹងថ្ងៃនេះយើងចូលប្រកបវិញម្ដងធ្វើម៉េចប្រកបឲ្យនៅពេលដែលស្រៈបូកជាមួយនឹងព្យញ្ជនៈឬក៏ព្យញ្ជនៈបូកជាមួយនឹងស្រៈអញ្ចឹងប្រកបទៅវាចេញទៅជាពាក្យហើយពាក្យហ្នឹងយើងអាចអានបានតោះណាចឹងតន់ឬក៏អត់តន់លោកតន់បាទតន់ណាបាទតោះដើម្បីចូលទៅដល់ការប្រកបខ្ញុំសូមធ្វើការណែនាំសិនតាក់ទងជាមួយនៅក្នុងមេរៀននេះអញ្ចឹងមេរៀននេះយើងនឹងនិយាយគ្នា2ចំណុចបាទដែលចំណុចទី1ហ្នឹងគឺយើងនិយាយអំពី the spelling of English consonant with vowel បាទគឺការប្រកបបាទព្យញ្ជនៈភាសាអង់គ្លេសទៅជាមួយនឹងស្រៈនៃភាសាអង់គ្លេសហើយទី2ហ្នឹងគឺយើងនឹងចេះទៅលើពាក្យបាទពាក្យជាភាសាអង់គ្លេសថ្មីដែលយើងលើកយកមកប្រកបណាបាទអញ្ចឹងគឺអានេះគឺជាខ្លឹមសារដែលយើងនឹងនិយាយជាមួយគ្នានៅក្នុងមេរៀនទី2នេះបាទហើយសម្រាប់ចុងបញ្ចប់នៃមេរៀនបាទមានន័យថាក្តីរំពឹងទុករបស់យើងនៅពេលដែលចុងបញ្ចប់នៃមេរៀនហ្នឹងយើងទាំងអស់គ្នានឹងចេះទី1គឺចេះប្រកបបាទរវាងព្យញ្ជនៈភាសាអង់គ្លេសទៅជាមួយនឹងស្រៈនៃភាសាអង់គ្លេសហ្នឹងឲ្យបានត្រឹមត្រូវនៅពេលដែលវាផ្គុំទៅជាមួយនឹងពាក្យណាមួយណាបាទហើយទី2ហ្នឹងគឺយើងនឹងកំណត់បាទកំណត់ពាក្យជាភាសាអង់គ្លេសថ្មីហ្នឹងបាទឲ្យបានត្រឹមត្រូវផងដែរហើយចុងក្រោយគឺយើងអនុវត្តបាទយើងអនុវត្តនោះគឺតាក់ទងជាមួយនឹងលំហាត់នៃការប្រកបស្រៈភាសាអង់គ្លេសហើយនិងព្យញ្ជនៈនៃភាសាអង់គ្លេសហ្នឹងឲ្យបានទូលំទូលាយអញ្ចឹងអានេះគឺជាក្តីរំពឹងទុករបស់យើងឯត្រង់តែយើងចេះឬក៏មិនចេះអានឹងអាស្រ័យទៅលើបុគ្គលរៀងៗខ្លួនតោះណាបាទតោះអញ្ចឹងមុននឹងចូលទៅដល់ការប្រកបយើងដឹងទាំងអស់គ្នាហើយព្យញ្ជនអក្ខរក្រមនៅក្នុងភាសាអង់គ្លេសបើយើងនិយាយពាក្យថាអក្ខរក្រមវាប្រកបជាមានស្រៈហើយនិងមានព្យញ្ជនៈចូលហ្នឹងហើយណាអាហ្នឹងបើយើងនិយាយពីអក្ខរក្រមដែលភាសាអង់គ្លេសក៏ឈ្មោះថា alphabet ឃើញទេអញ្ចឹងវាមានរហូតដល់26តួអាហ្នឹងយើងនិយាយអំពី alphabet ណាបាទយើងនិយាយពី alphabet ខ្ញុំសូម admit គ្នាយើងមួយសិនបាទគ្នាយើងកុំចេញខ្ញុំបាទត្រឡប់មកចូលអញ្ចឹងវាធ្វើឲ្យយើងដាច់រំខានបាទអូខេអញ្ចឹងយើងដឹងហើយថាព្យញ្ជនអក្ខរក្រមភាសាអង់គ្លេសរបស់យើងមាន26តួបាទក្នុងនោះយើងចែកចេញជាស្រៈហើយនិងព្យញ្ជនៈអញ្ចឹងបើសិនយើងនិយាយពីស្រៈនៅក្នុងភាសាអង់គ្លេសមានតែ5ទេហើយព្យញ្ជនៈក្នុងភាសាអង់គ្លេសគឺមានរហូតដល់21តួអញ្ចឹងយើងបូកអាពីរនឹងបញ្ចូលគ្នាទៅគឺចេញទៅជា alphabet អក្ខរក្រមភាសាអង់គ្លេសហើយតោះណាបាទតោះឥឡូវនេះអក្ខរក្រមភាសាអង់គ្លេសបាទsorry អាហ្នឹងអក្ខរក្រមបាទយើងនិយាយអក្ខរក្រមអញ្ចឹងខ្ញុំដាក់សរុបតែម្ដងណាឥឡូវអានេះគឺជាស្រៈណាស្រៈបាទណា A បាទគឺសំឡេងរបស់វា A ទៅបាទយើងធ្លាប់រៀនបាទខ្ញុំរំលឹកឡើងវិញបាទដូចជាពាក្យ date ដូចជា bake អីហ្នឹងហើយ E សំឡេងរបស់វាមាន2គឺ A ហើយនិង E ឃើញទេ A ហើយនិង E បាទហើយដល់ពេល I សំឡេងរបស់វា E ហើយនិង I ឃើញទេបាទហ្នឹងខ្ញុំរំលឹកឡើងវិញបាទហើយ O សំឡេងរបស់វាគឺអហើយនឹង O ណាបាទដូចជាពាក្យរបស់យើងនេះគឺfox អីជាដើមហ្នឹងឃើញទេបាទហើយ U នឹងសំឡេងរបស់វាគឺអហើយនឹង O ឃើញទេដូចជា duck ដូចជា umbrella ឃើញទេបាទអញ្ចឹងអាហ្នឹងគឺតាក់ទងជាមួយនឹងស្រៈទោលនៃភាសាអង់គ្លេសទាំង5ហ្នឹងបាទហើយយើងដឹងហើយថាអក្សរ Y របស់យើងនេះយើងអត់អាចចាត់ចូលវាជាស្រៈបានទេបាទដោយសារហេតុអីបានយើងមិនចាត់ចូលជាស្រៈដោយសារអក្សរ Y ហ្នឹងវាផ្គុំទៅជាមួយនឹងពាក្យជាដើរតួជាព្យញ្ជនៈហ្នឹងវាមានទំហំច្រើនជាងអក្សរ Y ដើរតួជាស្រៈដូច្នេះយើងមិនអាចចាត់ចូលថាអក្សរ Y ទៅជាស្រៈបានទេគឺយើងចាត់ចូលអក្សរ Y ទៅជាព្យញ្ជនៈច្រើនជាងណាចឹងដូចជា E បាទសំឡេងរបស់វាគឺមាន E ហើយនឹង I ឃើញទេដូចជា happy ឃើញទេដូចជា shy ឃើញទេបាទអញ្ចឹងគឺនៅពេលដែលអក្សរ Y ដើរតួជា
សំឡេង e នៅពេលដែលវាផ្គុំទៅជាមួយនឹងពាក្យហ្នឹងមានចាប់ពី2ម៉ាត់ឡើងទៅមានន័យថាយើងអានទៅចេញពី2ម៉ាត់ឡើងទៅអាហ្នឹងគឺអក្សរ y ហ្នឹងដើរតួជា e ហើយសំឡេង e ហើយប៉ុន្តែបើសិនជាអក្សរ y ហ្នឹងវាដើរតួជាសំឡេង i លុះត្រាតែអក្សរ y ហ្នឹងគឺវាផ្គុំទៅជាមួយនឹងអក្សរផ្សេងទៅគឺវាអានចេញតែមួយម៉ាត់អញ្ចឹងអក្សរ y ហ្នឹងវាដើរតួជាសំឡេង i ហើយគាត់បានទេបាទអានេះខ្ញុំបានប្រាប់ហើយគាត់ខ្ញុំលើកឡើងវិញណាបាទហើយមួយទៀតយើងចូលមកដល់ព្យញ្ជនៈបាទ21តួរបស់យើងហ្នឹងអញ្ចឹងយើងរៀនម្សិលមិញនេះគឺអក្សរ B ហ្នឹងគឺស្មើនឹងអក្សរខ្មែរយើងបហើយនឹងបហើយណាបាទអក្សរ C ហ្នឹងគឺស្មើអក្សរខ្មែរយើងរហូតដល់13តួនោះគឺអក្សរខអក្សរសហើយនិងអក្សរ Z ឃើញទេបាទអក្សរ D ហ្នឹងគឺស្មើនឹងអក្សរខ្មែរយើងអក្សរដឬក៏អក្សរដូឃើញទេបាទដូចជាពាក្យដកដូចជាពាក្យ D អីជាដើមហ្នឹងឃើញទេបាទអក្សរ F គឺស្មើអក្សរខ្មែរយើង for ហើយនឹង for ឃើញទេបាទគ្រាន់តែខ្ញុំរំលឹកឡើងវិញទេហើយបើសិនជាមានគ្នាយើងណាមានចំណុចណាឆ្ងល់អាចកាត់មកខ្ញុំហើយសួរលើកឡើងសួរបានណាបាទអានឹងខ្ញុំលើកឡើងវិញណាបាទព្រោះម្សិលមិញយើងរៀនអស់ហើយណាបាទខ្ញុំរៀនញាប់បន្តិចហើយព្រោះយើងបានរៀនហើយអស់ហើយម្សិលមិញបាទអក្សរ G បាទស្មើនឹងអក្សរខ្មែរយើង go ហើយនឹង go ឬក៏ស្មើនឹងអក្សរខ្មែរយើង jo ឃើញទេដូចជាពាក្យ got ដូចជាពាក្យ giraffe អីជាដើមហ្នឹងណាបាទអានេះយើងអានថាម៉េចនេះយើងអានេះយើងអានថាម៉េចអានថាម៉េចអក្សរនេះ H H បាទអក្សរអី H អូខេ H yeah H អញ្ចឹងបើសិនវាអានចេញជាសំឡេងអក្សរ H អញ្ចឹងវាស្មើនឹងអក្សរខ្មែររបស់យើងហឬក៏ហហើយឃើញទេបាទដល់ពេលវាគុំទៅជាពាក្យគឺដូចជាពាក្យនេះគឺ horse ពាក្យនេះគឺ house អីជាដើមទៅឃើញទេបាទបន្តទៀតបាទចុះអក្សរនេះយើងអានថាម៉េចនេះយើងអក្សរនេះយើងអានថាម៉េចមើលគ្នាយើងណាអានបាន J J អូខេ J បាទ J ហ្នឹងស្មើអក្សរខ្មែរយើងគឺចជោឬក៏អានេះអានថាម៉េចនេះចជាងយោអានថាម៉េចសាជួយអានតិចមកអានថាម៉េចចអូខេចតោះនេះចណាបាទចបាទអូខេចូលមួយទៀតចុះអក្សរនេះគេអានថាម៉េចនេះយេអានថាម៉េចអក្សរហ្នឹង K អូខេ K នេះស្មើអក្សរខ្មែរយើងគឺខខខឬក៏ខឃើញទេបាទចុះអក្សរនេះយើងអានថាម៉េចអានតិចមើល L L not L L តែ L ចូលបារាំងណា L បាទ L បាទអញ្ចឹងស្មើអក្សរខ្មែរយើងលោឬក៏ឡបាទចុះអក្សរនេះយើងអានថាម៉េចអក្សរនេះយើងអានថាម៉េចបាទ not m បាទយើងអានថា m កាលណាយើងអាន m អានឹងចូលបារាំងហើយគឺយើងអានថា m បាទ m បាទអញ្ចឹងស្មើអក្សរខ្មែរយើងគឺម៉ឬក៏ម៉ឃើញម៉ឬក៏ម៉ហ៎បាទចុះអក្សរនេះយើងអានថាម៉េចអក្សរនឹងយើងអានថាម៉េចនេះគឺ N N n not n n បាទ n អញ្ចឹងបើ n ស្មើអក្សរខ្មែរយើងអក្សរ no ឬក៏អក្សរ no ឃើញទេបាទចុះអក្សរនេះយើងអានថាម៉េចបាទអូខេយើងអានថាអក្សរ p អញ្ចឹង p នឹងស្មើខ្មែរយើងគឺហឬក៏ផបាទចុះអក្សរនេះយើងអានថាម៉េចយើងអានថាម៉េចដែរយើងអានថា Q Q បាទ Q នឹងស្មើអក្សរខ្មែរយើងអីខ្លះមើលអានតិចមើលអានអក្សរខ្មែរយើងខខ្យខ្វល់ម្ដងទៀតសុំម្ដងទៀតអានេះអានថាម៉េចខ្យខ្វល់ខ្យខជាងយកខ្យបាទអញ្ចឹង Q ខ្យខ្យខ្យ Q ខ្វនេះខជាងវខ្វហ៎បាទចុះអានេះយើងអានថាម៉េចអានថាម៉េចណា
O បាទ or ឃើញទេបាទស្មើអក្សរខ្មែរយើងគឺរឬក៏រ O បាទចុះអានេះយើងអានថាម៉េចយើងអានថាម៉េចហ្នឹង S បាទ S ហ្នឹងស្មើអក្សរខ្មែរយើងគឺសឬក៏សូមែនអញ្ចឹងហ៎បាទសឬក៏សូបាទចុះអានេះយើងអានថាម៉េចអក្សរអីហ្នឹងអក្សរអី T អក្សរ T អញ្ចឹងស្មើអក្សរខ្មែរយើងថឬក៏ថបាទចុះអានេះយើងអានថាអក្សរអី V V បាទ V នេះស្មើអក្សរខ្មែរយើងគឺ V V វឬក៏វបាទចុះអានេះយើងអានថាម៉េចមិនអានថា W ទេណាបាទ W បាទ W បាទ W គឺស្មើអក្សរខ្មែរយើងវឬក៏វដូចគ្នាសំឡេងដូចអក្សរ V ដែរណាបាទចុះអានេះយើងអានថាម៉េចអក្សរអីអក្សរអីហ្នឹង X បាទ X នេះស្មើអក្សរខ្មែរយើងគឺអក្សរអីគេ O Z អូខេ R ឬក៏ Z បាទ R ឬក៏ Z បាទដូចជា X-ray ដូចជា zero ឃើញទេ zero បាទចុះអានេះអក្សរ Y បាទអានេះអានថាអក្សរ Y មែនចឹងហ៎បាទស្មើនឹងអក្សរខ្មែរយើងយោឬក៏យ៉បាទចុះអានេះយើងអានថាម៉េចអក្សរអី Z Z មែនទេឬក៏យើងអានថា Z ក៏បានដែរណាចុះស្មើនឹងអក្សរខ្មែរយើងអីគេ Z ហ្សមែនទេបាទហ្សបាទដូចជា zebra ដូចជា shipper អីជាដើមហ្នឹងឃើញទេបាទអញ្ចឹងអាហ្នឹងខ្ញុំគ្រាន់តែរំលឹកឡើងវិញដែលយើងបានរៀនជាមួយគ្នាកាលពីម្សិលមិញដើម្បីកុំឲ្យគ្នាយើងភ្លេចថាស្រៈហ្នឹងមានអីខ្លះព្យញ្ជនៈហ្នឹងមានអីខ្លះឃើញទេបាទតោះអានេះបានយើងត្រូវចូលថ្ងៃនេះឃើញទេបាទអញ្ចឹងគេថា the spelling of English consonants with vowels ឃើញទេអញ្ចឹងការប្រកបព្យញ្ជនៈភាសាអង់គ្លេសជាមួយនឹងស្រៈឃើញទេបាទតាមពិតទៅស្រៈរបស់យើងនេះបាទមានតែ5នេះប៉ុន្តែគេដាក់អីគេអក្សរ Y ហ្នឹងជួនកាលវាដើរតួជាព្យញ្ជនៈផងជួនកាលវាដើរតួជាស្រៈផងអញ្ចឹងវារៀនចម្លែកជាងគេបន្តិចណាបាទអូខេអញ្ចឹងយើងមើលទៅលើពាក្យព្យញ្ជនconsonant មិន consonant ទេយើងមើលទៅលើស្រៈ sorry បាទយើងមើលទៅលើស្រៈបាទអញ្ចឹងបើយើងមើលទៅលើស្រៈអញ្ចឹងអានេះយើងដឹងហើយអានេះយើងអានថា A បាទ A ហ្នឹងបើប្រៀបធៀបមកខ្មែររបស់យើងគឺសំឡេងរបស់វា A ឬក៏ A បាទ A ឬក៏ A ដល់ទៅពេលយើងទៅសេទៅជាពាក្យអញ្ចេះឃើញទេបាទអក្សរ B អក្សរបូកអក្សរ A បូកអក្សរ G វាបានទៅជាអានថា bake អញ្ចឹងបកប្រែខ្មែរថាកាបូបអញ្ចឹងបើអានថា bake អញ្ចឹងតើអក្សរ A នេះវាសំឡេងអីជួយរកសំឡេងឲ្យខ្ញុំអក្សរ A នេះវាសំឡេងអី A បាទសំឡេង A អរគុណច្រើនតើគ្នាយើងផ្សេងទៀតថាសំឡេងអី bake សំឡេងអី bake សំឡេងអីសំឡេង A បាទសំឡេង A បាទចាសុំអ្នកផ្សេងទៀតមើលសុំទៅខាងបាទគិរីមើលគិរីស្ងាត់មើលគិរីសំឡេង A សំឡេង A បាទយិនជ្រិញហៅសំឡេង A បាទចុះខាងវឿនជ្រិញបាទវឿនជ្រិញសំឡេង A លោកគ្រូសំឡេង A បាទចុះខាងសូលីលុចសូលីសំឡេងអីនេះអក្សរ A នេះសំឡេងអីសំឡេង A អក្សរ A របស់យើងមានសំឡេង2ណា A ផង A ផងប៉ុន្តែនៅពេលដែលវាផ្គុំទៅជាមួយព្យញ្ជនៈហើយមានវានៅក្នុងទៅតើសំអក្សរ A នេះវាសំឡេងអីបាទអញ្ចឹងសំឡេងអីឬក៏អីយើងអានមើលពាក្យហ្នឹងទៅអញ្ចឹងប A B
bè gõ bẹt cái nhé bỏ e bè gõ bẹt chẳng e này nè mà sạ e này nè mình sầm lên e nó cứ sầm lên vào viết cái a vậy cái nhé bỏ e bè gõ bẹt cái nhé dựng an thập bẹt cáiประกอบchẳng á bà lâu vô mưa tỉ pì vịnh bị nè cứ dương vô xí bột cho mùi nâng é bột cho mùi nâng xí viết tàu ban tàu chỉ thẹt cái nhé ta so e này nè viết sầm lên ấy dươngประกอบ Bình A. sầm lên e vịnh cái nhé bà sầm lên é chẳng dươngประกอบmất kho e k k đó thẹt rồi cả kho e k k thớ thẹt thẹt đấy bà cái an thành chẳng cứ thẹt vì ở miền là thợ trong mình tết nhé bà còn bắn cầm oi lưu do thợ phlang tùy còn oi an thẹt cầm oi an chẳngตัวnày an thêm sầm mánh thòm bà đa văn thẹt thẹtแต่เป็นนักเตะบาไหนนะบ่าจังยืมบอกปลายจึกไม้บอกปลายกับสัชมาบ่าสัชมานะตามีไอชงอเลยในตรงกะไหนนังมีไอชงอเลยปันได้สำนูสัวท่าที่เชอจังที่เชอเลือกแต่ปีนึงจังอ่ะซอเอประมาณเราจะมวยปีนึงจังได้วิสำเร็จไอให้นึงสำเร็จไอออดเตเมียนจราเมียนรอบเลียนปีตัวนี้ปันได้กะไหนนี่จำเลือกแต่ปีสมัยจำนวนปีนึงสั่นตัวนี้hay là bây giờ an chỉ ăn bọt riêng là một tí tốt như là hơn trào này nhiều bạn đấy chứ toàn á toàn trong mình miền này tha nhầm lực ở tì hò nắng bị sọ a nắng cứ miền tập pi nắng ấy đấy họ thì cứ miền trào rọp rồi rọp liền nè và tả châu sạ vào dương tì pi nắng cứ ở một sạ a hay là sạ i a hay là i sầm lên bảo vì nè và i nó cứ sầm lên bảo vì a hay là i đôi chỉ pi nè dương do tha sọ bí bột chỉ mùi nè sọ ý bột chỉ mùi nè sọ đi vì an tôi chỉ tranh chỉ pi ấy này dương an pi rằng nữa bao vì sầm lên a thì i Bảy. bá Lệnh E. sầm lên i á và cho đẹp xấy thà so y rồi bọc bị bẹt nứng về sầm lên ấy Bình A. A ba very good bà chẳng cứ sầm lên A nè chẳng đọc bây giờ bà cọp tớ bò E B B đó bẹt bẹt đây nhé bà chẳng như bỏ prai máy bỏ prai thật kề bà kề nè bị chỉnh niên nè bà chắc bị ăn crom như vinh sọ bí bộ một y đá bộ một sọ chi vinh đọc bây giờ an tức tranh chị ấy lâu nhưng mà ai nói snap đi bà này dương an sân mà ta so y những vì sầm lệnh ấy chăm nhầm an tam khởi tỏ nhầm trong ở dương Jason chế phải cọp sân an thành xin lệnh ấy bà so bí mà so mai giúp bò mình nhớ ấy riêng sân mình so bò ấy bò họ bị bộ mùi sạ ấy nè bị sầm lệnh ấy được sầm lệnh y thấy nhé họ so chi nước mà so mai dương em sân mình Cô go mày hả go ho chứ Big. và ho trường co của bác trường cô của bạn chứ an thầm ấy Big. cứ sầm lấy big yeah cứ sầm lấy i nhé bò i bị gó big đấy này big bò sợ bò i bị gó big và bẹt cái gì bọ prai mình bẹt cái này gì đó mình bẹt cái này bẹt nè cứ dựng bọ prai khai thác tụt tụt sống và dựng tụt sống ấy mùa nhá rồi đấy và kịp cọp trận đấy và tỏ trâu mũi tiết mình ngon lên thì giờ mình ngon này nè tỏ thì luôn nhầm có nhầm lươn bị mình ngon này miền ấn An lục rồi an. Bà đó nằm được một thế này bà bạn đã nhầm bị vô trắng trang su thì dương vô lọt chứ sầm rạp nẹp xây vô lọt sầm nẹp xây mới vô lấy
បានយល់ជឿ បាទហ្នឹងហើយអត់មានអីជាឧបសគ្គទេណាចឹងខ្ញុំចូលមួយទៀតណាបាទតោះឥឡូវយើងចូល I វិញម្ដង I នេះសំឡេងរបស់វាគឺមាន2ដូចគ្នាគឺ I ហើយនិង I ញ៉េ I ហើយនិង I ឥឡូវយើងមើលពាក្យយើងមានអក្សរ S បូកជាមួយនឹងអក្សរ I បូកជាមួយនឹងអក្សរ T តើគេអានទៅចេញពីអីចេញជាម៉េច sit បាទគឺយើងអាន set បាទ set អញ្ចឹងបើ set មានន័យថាអក្សរ I នេះវាសំឡេងអីគឺសំឡេង I ដល់ពេលយើងប្រកបទៅអក្សរ S នេះគឺស្មើនឹងអក្សរអីគេអក្សរ S នេះគឺស្មើនឹងអក្សរសឃើញទេបូកជាមួយនឹងស្រៈ A ដល់ពេលអក្សរ T នេះគឺស្មើអក្សរខ្មែរយើងស្មើអីអក្សរ T ថឬក៏ថមែនឥឡូវយើងមើលអក្សរថចុះបាទអញ្ចឹងដល់ពេលយើងប្រកបស x set set ឃើញ set បាទនេះប្រកបទៀតដល់ពេលចេញគឺចេញដែរបាទនៅក្នុងភាសាអង់គ្លេសកាលណាយើងចេញថឹកចុងគេឲ្យយើងដាក់ចេះទៀតដាក់សញ្ញាសំយោគទៅទៀតអញ្ចឹងស x set 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 ណាបាទគឺកិរិយាសព្ទគឺបកប្រែថាអង្គបាទនេះយើងបែកធ្លាយបាទបែកធ្លាយសំឡេងបាទអូខេតោះឥឡូវយើងមើលមួយទៀតបាទអក្សរ K បូកអក្សរ I បូកអក្សរ D ថាតើអក្សរ E កដាលនេះវាដើរតួជាសំឡេងអីដើរតួជាសំឡេងអីបាទសំឡេង E មិន E ណាសំឡេង E បាទអញ្ចឹងដល់ពេលយើងប្រកបមកអក្សរ K យើងគឺស្មើនឹងអក្សរខ្មែរយើងអី K សុកខបាទវាមានខហើយនឹងខពីនេះបត់នេះវាមានខបាទអញ្ចឹង K ខខខឬក៏បាទវាក៏អាចស្មើនឹងអក្សរកដែរណាពាក្យ K ហ្នឹងណាបាទប៉ុន្តែកវាយើងមានចំនួនតិចណាបាទឥឡូវយើងយកតែខនិងខឥឡូវខ្ញុំយកតែមួយបានណាមិនបាច់យកទាំងពីរទេខក៏បានខក៏បានដែរព្រោះអាពីរហ្នឹងវាសំឡេងឈឹងតែដូចគ្នា 100% ហើយឥឡូវខ្ញុំយកខចោះណាខ្ញុំយកខចោះបាទបូកមួយស្រាក់អីនេះអាយនេះវាដើរតួសំឡេងអីឡើយណាវាដើរតួជាសំឡេងអីស្រៈអិមែនទេបាទស្រៈអិបាទស្រៈអិបូកជាមួយអក្សរ D នេះស្មើអក្សរខ្មែរយើងដឬក៏ដណាឥឡូវខ្ញុំយកអក្សរដចោះណាបាទអក្សរដចុះព្រោះអក្សរដហើយដហ្នឹងគឺបាទជឿថាដូចគ្នា 100% ដល់ពេលយើងគុំព្យញ្ជនៈហើយនឹងស្រៈបញ្ចូលគ្នាវាអានចេញយ៉ាងម៉េចខអិខេដ cat ដល់ណា cat cat បាទយើងអានអញ្ចឹងណា cat អញ្ចឹង cat ហ្នឹងមានន័យថាកូនក្មេង cat កូនក្មេងបាទតើបានទេតើអត់ you get it you get or not yeah អូខេមានទៀតទេមានជាសំណួរឯងយើងមានជាសំណួរឯងអត់ទេណាបាទតោះឥឡូវខ្ញុំចូលមួយទៀត O វិញម្ដងបាទ O អញ្ចឹង O សំឡេងរបស់វាមាន3មានសំឡេងអហើយនឹង O ដោយពាក្យនេះខ្ញុំសរសេរអក្សរ F អក្សរ O ហើយនឹងអក្សរ X អក្សរ F នេះស្មើទៅខ្មែររបស់យើងគឺអីគេស្មើអក្សរខ្មែរអក្សរ F ស្មើអក្សរខ្មែរយើងអីគេ for អូខេ for សេមិនខជើងមែនទេបាទអក្សរ O នេះវាសំឡេងអីសំឡេងឬក៏ O
សំលេងអីសំលេងអកមែនទេបាទបើអកខ្មែរយើងវាអត់មានអាស្ដាអកនឹងទៀតណាបាទចុះលើសេអកអញ្ចឹងបាទសេអសអកបន្តចុះខ្មែរយើងវាអត់មានអាស្ដាអកហ្នឹងណាបាទបូកមួយអីគេព្រោះអាស្រាអកហ្នឹងវាគ្រាន់តែជាស្រាក់មួយប្រកបនៅក្នុងសំឡេងហ្នឹងឯអានេះចាអក្សរ x ស្មើអក្សរខ្មែរយើងអី x ស្មើអក្សរខ្មែរយើងអី អឬក៏ស x x ស្មើអក្សរខ្មែរយើងអីអឬក៏សមែនទេអជាងសមែនទេចឹងហ៎ចឹងឬក៏អត់ដល់ពេលយើងប្រកបទៅម៉េចហជាង verb for អក for អក្សរ fox ឃើញ fox បាទចឹងដល់ពេលយើងប្រកបវាប្រកបអក្សរអកនៅនឹងខ្មែរយើងមានអត់មានអកណា fox នេះប្រកបចេះហើយយើង verb for ដូចមានអនៅហ្នឹង for យើង verb for fox ពី fox វាអត់មានចេញខ្យល់z ចុង z ចុង fox ឃើញទេ fox ឃើញទេនៅក្នុងហ្នឹងណាខ្មែរយើងអត់មានអត់មានស្រៈអព្រោះអហ្នឹងវាជាស្រៈមួយដែលប្រកបសំឡេងនៅក្នុងការអានពាក្យហ្នឹងយល់បានអត់យល់ឬក៏អត់ទាន់ឬក៏យល់យល់ សួរណាបាទតោះចូលមួយទៀត letter h ឥឡូវ letter h ស្មើនឹងអក្សរខ្មែរយើងអីគេស្មើនឹងអក្សរខ្មែរយើងអីគេ letter h នេះយើងស្មើអក្សរខ្មែរយើងអីគេ letter h អូខេស្មើនឹងអក្សរខ្មែរយើងគឺអក្សរអចាក់អូឡើយនេះតើវាសំឡេងអីអូឡើយនេះវាសំឡេងអីគឺសំឡេងអបាទឥឡូវអខ្មែរយើងវាអត់មានទេព្រោះអហ្នឹងគឺជាសំឡេងមួយប្រកបនោះហ្នឹងខ្មែរយើងវាមានអឯងតើណាបាទចាអក្សរ T ស្មើអក្សរខ្មែរយើងអីគេសតង បាទសតង អក្សរថមែនថឬក៏ថមែនណាបាទថឬក៏ថបាទឥឡូវខ្ញុំសូមយកអក្សរថចោះព្រោះពីរនោះវាដូចគ្នាទេបាទអញ្ចឹងដល់ទៅពេលយើងបានទៅជាពាក្យបាទហអហហនទៅ hot ឃើញទេ hot ទៅ hot ឃើញបាទដល់ពេលយើងសេអក្សរហអក្សរថបញ្ចូលគ្នាវាចេញ hot ឃើញទេ hot អញ្ចឹងមានន័យថាអក្សរអគឺវាប្រកបនៅក្នុងហ្នឹងប្រកបនៅក្នុងហ្នឹងមកទៅពាក្យហ្នឹងតែម្ដងឃើញទេវាប្រកបទៅអញ្ចឹងណាអញ្ចឹងគឺបកប្រែថាក្តៅដល់ណានេះអញ្ចឹងបានលោកគ្រូបាទមានជាសំណួរអីហ៎មានជាសំណួរអីហ៎បាទអត់ទេណាបាទតោះបើអត់ខ្ញុំចូល u បាទ u ហ្នឹងគឺសំឡេងរបស់វាមាន2ដូចគ្នាបាទគឺសំឡេងរបស់វាបែបអហើយនឹងបាទអូបាទ u ហ្នឹងគឺសំឡេងមាន2គឺអហើយនឹងអូអូខេឥឡូវខ្ញុំមានពាក្យអក្សរ អក្សរ u ហើយនឹងអក្សរ n ហើយអានទៅជាអញ្ចេះបានទៅជាពាក្យអញ្ចេះតើពាក្យហ្នឹងយើងអានថាម៉េចខ្មែរយើងបកប្រែថារត់យើងអានថាម៉េចរ៉ាន់បាទរ៉ាន់មែនទេអញ្ចឹងបើរ៉ាន់តើអក្សរ u នេះវាសំឡេងអឬក៏សំឡេងអូសំឡេងអបាទវាសំឡេងអមែនទេអញ្ចឹងបើសំឡេងអឥឡូវយើងមើលទាំងអស់គ្នាអក្សរអស្មើនឹងអក្សរខ្មែរយើងអីគេរោឬក៏របាទឥឡូវរោឬក៏រនេះខ្ញុំយករោចោះណាបូកជាមួយនឹងអហ្នឹងវាអត់មានខ្មែរយើងអត់មានស្រៈអទេណាខ្មែរយើងអត់មានអទេស្រៈអត់មានទេណាចឹងខ្ញុំសេអដែរបូកមួយអីគេអក្សរ n ស្មើអក្សរខ្មែរយើងអីណូឬក៏ណបាទណូឬក៏ណបាទឥឡូវខ្ញុំយកអក្សរ no ចោះណាបាទដាក់ no ក៏បានដែរណាហើយហ្នឹងប៉ុន្តែយើងយកបានមួយឯងតោះអញ្ចឹងវាបានទៅជាអីគេ
สระอะสระอะเบอร์สระอะนี่เป็นเท่าสำหรับเบอร์โยรอเป็นเท่าสำหรับจังรอสำหรับรอดะสะอารารานอรันเวียดเท่าอะไม่บะเสียนะไม่bởi dựng đạn chế đã sẽ chế vì chạy ràn vì nhà mình tự gì rắn rồi sẽ ăn mới ăn gì mới ăn mai sẽ mình rắn rồi sẽ và ông lấy xuống là xe về nhà ông lấy chả sao o giống mó hay nó sẽ rặn nó rắn cái nhé bây giờ xe sinh án và ông lấy xuống về nó sẽ bà dương sẽ so e cặp chế nó cứ sẽ xong rồi và ông lấy xuống xe về nhà bà không ai bà này bà má bà không ai bà tịch bà xây lại nhầm đấy còn nếu còn là đăng thà so du thì nó cứ sầm đây mà biết cứ vì mà ai tập ổ bà này nhiều bà đấy chứ chăm ta vẫn đang rất nhầm bà xây mai đây là gì hết thôi mai với bà miền sẽ ai chứ miền sẽ không ai chứ miền này đấy bà mai miền sẽ thì chẳng bà xây bị năng bà phần đất bà xây giờ xây chết bà này xây chết bà chẳng rồi rạ nó rạn thế nhé bà cho phía này anh đôi khi này so si mà so mai như ngày ghế này mà so mai như ấy khá so si mà so mai như ấy khó so bà kho hay đừng so chứng là phía so si ní vì xâm lên ấy xâm lên so rồi xâm lên kho ok xâm lên kho bà chẳng bà khó như đã kho mà cái bộ mùi cái này nè bà nè bà họ bộ mùa gió thổ nó bây những bàn tàu chí sẽ là những ăn miên đi đây nhé sẽ khả mày kho khan thổ khát anh chính khát vậy nhé mình khát đó khát có việc ăn miên sẽ là đấy mà giờ mình sẽ bởi sẽ vì mà ai nó chính khát rồi nhỉ khát và ông lấy sửa là ông lấy sẽ so khế và so đấy nè nó so ép cặp nó hay là so thì mà cho là bây giờ án cái khó khát thó khát khát đấy ông lấy sửa sẽ nó sinh sầm đào an chẳng á đôi mai dừng chẳng á và đôi mai dừng chẳng và ông lấy về miền sạo việc cứ về miền nè và mai giúp ở miền miền sẽ nè sẽ miền sẽ hay nó sẽ nè nó sẽ đôi chỉ dừng gì đó trẻ cái nhé trẻ cái nhé cho là sẽ trẻ đợt p sẽ chia cho là sẽ chia cái nhé vì miền trắng á không ai dương á vì miền này sẽ mà vì ở miền sẽ vô ba nó nên vô lấy toán rồi gõ và ông lấy vì miền hồn việt này sẽ vì này trong toán nó này trong toán đấy toán thì chưa toán đấy miền sân nuôi miền sân nuôi ấy miền đấy ta nó dương mưa này vinh này sao vai về đây tôiจะ คือmiền Pí miền sầm lên mà viếtคือmiền Y phó miền I phó bà họ đã là p so nè dương riêng là mục đích cùng châu này chẳng so nó và sân là dương smile tên cho mua là so máy cứ giò hó trường sò hay là giò nhé họ bộ mùi sạ ai nhé ai nó việcประกอบ mùi kia so vô mùi tiệt nhé
កបមួយអក្សរយោមួយទៀតសាយដល់ពេលបានទៅជាអីគេហជាងសដាក់ស្រៈអាងសាយសាយឃើញទេសាយបើប្រែតែខ្មាស់អៀនឃើញទេបាទអញ្ចឹងមានន័យថាកាលណាវាសំឡេងអាយអញ្ចឹងវាប្រកបដោយអក្សរយោនឹងមួយទៀតដែរណាប្រកបដោយអក្សរយោនឹងមួយទៀតនេះបូកអក្សរយោមួយទៀតមិនចេញអាយឃើញទេបើយើងបូកដល់ស្រៈអាអានឹងវាអត់ចេញអាយទេណាបាទណាហក happy ហកអក្សរ h មកអក្សរខ្មែរយើងអីគេមកអក្សរខ្មែរយើងអីគេនេះយើងអក្សរ h ស្មើអក្សរខ្មែរយើងអីគេប្រាប់ខ្ញុំតិចណា សហនឹង ស្មើអក្សរហបាទអក្សរសឯណាអក្សរហចុះអក្សរ a នេះវាសំឡេងអីគេនេះ a នេះ a សំឡេងអីគេអក្សរ a យើងមាន2សំឡេងមែនទេសំឡេង a មួយហើយនឹងសំឡេង i មួយមែនទេអក្សរ a បាទមាន2សំឡេងហ្នឹងអីហ៎បាទមាន2សំឡេងហ្នឹងឥឡូវសួរថាអក្សរ a នេះវាដើរតួជាសំឡេង a ឬក៏សំឡេង i អក្សរ a លេខហ្នឹង A សម្លេង A បាទសំឡេង a បាទអញ្ចឹងយើងដាក់ស្រៈ a មកខ្មែរយើងមានស្រៈ a តានេះ a អក្សរ p នេះវាសំឡេងអីគេអក្សរ p អក្សរ p ចាស់ហ្នឹងខ្ញុំយកអក្សរ p ស្មើនឹងអក្សរ p ហើយនឹងអក្សរ p មែនទេសំឡេង p អក p នេះមួយទៀតអក្សរ p មួយទៀតឃើញទេបាទហកដល់ពេលអានេះគឺសំឡេង e វិញម្ដងណាអក្សរ y ណាគឺលេខសំឡេង i ហ៎ឃើញទេដោយសារវាមានពាក្យហ្នឹងគឺមានចាប់ពី2ព្យាង្គឡើងណាបាទចាប់ពី2ព្យាង្គឡើងណាបាទអញ្ចឹងបើ2ព្យាង្គឡើងអញ្ចឹងវាដើរតួជាសំឡេង e វិញម្ដងណាអញ្ចឹងអានេះគឺវាដើរតួជាស្រៈ e ណាដល់ពេលយើងបានពាក្យហ្នឹងមកថាហអា p នេះអក្សរ p ដូចគ្នាយកតែមួយបានដែរណាបាទអញ្ចឹងហ a have បាទអញ្ចឹងយើងសេមកស្រៈ a នេះហនេះបាន have ណានេះបានវាផ្គុំនេះអក្សរ h អក្សរ a ហើយអក្សរ p អញ្ចឹងហ a have have ណាដល់ពេលអក្សរ p មួយទៀតនេះដាក់ p មកអញ្ចឹងអក្សរ p មួយទៀតហ្នឹងគឺ p ចេះមកបាទណាបាទអញ្ចឹង have p ឃើញទេ have p ឃើញទេគេប្រកបអញ្ចឹងណាយល់បានអត់តាន់ឬក៏អត់តាន់តលោកគ្រូត បាទអ្នកផ្សេងតាន់អត់ បាទតន់បាទតន់ តាន់ណាបាទអូខេបើតាន់ហើយអានេះលំហាត់បាទលំហាត់នេះក៏វាអត់ខុសពីម្សិលមិញដែរណាអញ្ចឹងលំហាត់ទី1នេះមានន័យថា Please write the English vowel sound accurately សូមសរសេរសំឡេងស្រៈជាភាសាអង់គ្លេសនឹងឲ្យបានត្រឹមត្រូវហកសំឡេងអហើយនឹងឧតើភាសាអង់គ្លេសអីគេដែលសំឡេងអហើយនឹងឧលើខ្ញុំឧទាហរណ៍មួយចុះសំឡេងអហើយនឹងឧគឺអីគេអក្សរអីនេះយើងអក្សរអីគឺអក្សរ u មែនទេចឹងអត់អក្សរ u ធំអក្សរ u តូចតើអត់ចឹងអ្វីដែលខ្ញុំឲ្យយើងសរសេរគឺជាភាសាអង់គ្លេសចេះយល់បានអត់ហកសំឡេងអហើយនឹងអូតើភាសាអង់គ្លេសស្រៈភាសាអង់គ្លេសគេឈ្មោះអីហកខ្មែរយើងថាម៉េចខ្មែរយើងគឺ a សំឡេង a ហើយនឹង a តើភាសាអង់គ្លេសគេសេម៉េចសំឡេង a ហើយនឹង a តើភាសាអង់គ្លេសគេសេម៉េចសំឡេង e ហើយនឹង i តើស្រៈភាសាអង់គ្លេសគេសេម៉េចហក e ហើយនឹង i តើស្រៈភាសាអង់គ្លេសគេសេម៉េចយល់បានអត់តាន់ឬក៏អត់តាន់ចង់សាក់ដាច់បាទតន់តោះអានេះខ្ញុំឲ្យយើងប្រកបណាប្រកបអញ្ចេះណាខ្ញុំមើលធ្វើឧទាហរណ៍មើលប្រកបអញ្ចេះប្រើសញ្ញាបូកណានេះលំហាត់ណាហអក្សរ b នេះបូកចេះb យ៉ាងមកបូកមួយស្រៈ a បូកមួយអក្សរ t ណាបាទហើយខ្ញុំឲ្យយើងទាញថាអក្សរ b នេះខ្មែរស្មើអីអូមែនថាស្មើនឹងអក្សរប
អសអ A នេះបាទតើសំឡេងរបស់វាមាន2ឃើញទេតើវាដើរតួជាសំឡេង A ឬក៏សំឡេង A អញ្ចឹងដោយករណីនេះអស A វាដើរតួជាសំឡេង A ណាស្រៈ A ដល់ទៅពេលអស T ស្មើអសខ្មែរយើងធឬក៏ថឃើញទេដល់ពេលអញ្ចឹងយើងបានទៅជាពាក្យគឺអីគេបាទយើងទៅសេអសអង់គ្លេសសិនមកណានេះសេអសអង់គ្លេសសិនមកបានថា bed ហេបាទដល់ពេលខ្មែរគឺយើងសេបដល់ស្រៈ A បែនធ bed បកប្រែសត្វជាវឃើញទេបាទអញ្ចឹង len ក៏ដូចគ្នាដែរនេះពាក្យនេះក៏ដូចគ្នាពាក្យនេះក៏ដូចគ្នាពាក្យនេះក៏ដូចគ្នាធ្វើអញ្ចឹងរហូតមកបាទអត់ធ្វើអញ្ចឹងរហូតមកយល់បានអត់អញ្ចឹងតើយើងអនុវត្តណាយើងណាអត់អនុវត្តនេះមានរហូតដល់14 22ហើយឃើញទេមកដល់នេះទៀតឃើញទេបាទមកដល់នេះទៀតណាបាទធ្វើដូចអញ្ចឹងមក30ចប់មេរៀនបាទអញ្ចឹងถึง30ទេធ្វើដូចអ្វីដែលខ្ញុំប្រាប់ហ្នឹងមកយល់បានអត់នេះធ្វើដូចចាតន់អត់តន់បាទតន់គ្រូ អញ្ចឹងធ្វើអញ្ចឹងមកណាសប្តាហ៍ក្រោយប្រមូលណាព្រោះរយៈពេល 3-4 ថ្ងៃដែរជឿថាគ្នាយើងធ្វើតន់ហើយបាទអញ្ចឹងមេរៀនរបស់យើងសូមស្លេះដំណឹងសិនណាចាំសប្តាហ៍ក្រោយចាំយើងបន្តទៀត